សួស្តីបងប្អូនទាំងអស់គ្នាមកជួបជាមួយខ្ញុំមករាម្ដងទៀតហើយថ្ងៃនេះខ្ញុំលើកយកសំណួរប្រវត្តិសាស្ត្រចំនួន3សំណួរមកបង្ហាញអ្នកទាំងអស់គ្នាតោះមកមើលសំណួរទាំងអស់គ្នាសំណួរទី1តើអាស៊ានជាអ្វីតើសមាជិកអាស៊ានមានប៉ុន្មានប្រទេសចូលរៀបរាប់សំណួរទី2ចូលរៀបរាប់ពីចំណុចវិជ្ជមាននិងចំណុចអវិជ្ជមានរបស់អាណានិគមបារាំងសំណួរទី3ចូលរៀបរាប់ពីមូលហេតុនិងផលវិបាកនៃសង្គ្រាម1970ដល់1975ក្នុងរបបសាធារណរដ្ឋខ្មែរនៅពេលដែលយើងបានមើលសំណួរខាងលើហើយតោះកុំឲ្យខាតពេលយូរយើងមកមើលចម្លើយទាំងអស់គ្នាមុនពេលយើងឆ្លើយសំណួរយើងងាកមកមើលសំណួរទី1បន្តិចសិនសំណួរគេសួរថាតើអាស៊ានជាអ្វីតើសមាជិកអាស៊ានមានប៉ុន្មានប្រទេសចូលរៀបរាប់ចម្លើយគឺអាស៊ានគឺជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ប្រទេសដែលជាសមាជិកអាស៊ានមាន10ប្រទេសគឺព្រះរាជាណាចក្រថៃឡង់សាធារណរដ្ឋហ្វីលីពីនសហព័ន្ធម៉ាឡេស៊ីសាធារណរដ្ឋឥណ្ឌូនេស៊ីសាធារណរដ្ឋសិង្ហបុរីប្រ៊ុយណេដារុយសាឡឹមសហព័ន្ធមីយ៉ាន់ម៉ាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវព្រះរាជាណាចក្រកម្ពុជាសំណួរទី1យើងចប់ត្រឹមតែប៉ុណ្ណេះយើងមកឆ្លើយសំណួរទី2ទាំងអស់គ្នាចម្លើយទី2រៀបរាប់ពីចំណុចវិជ្ជមាននិងចំណុចអវិជ្ជមានរបស់អាណានិគមបារាំងមកលើកម្ពុជាចំណុចវិជ្ជមានការទាមទារយកមកវិញនៅទឹកដីខ្មែរពីសៀមមានដូចជាខេត្តស្ទឹងត្រែងនៅឆ្នាំ1893កោះកុងមលូព្រៃទន្លេរពៅនៅឆ្នាំ1904ខេត្តសៀមរាបបាត់ដំបងសិរីសោភ័ណ្ឌនៅឆ្នាំ1915រៀបចំវចនានុក្រមខ្មែរវិស័យកសិកម្មដំណាំកសិកម្មឧស្សាហកម្មមានការរីកចម្រើនបារាំងបានធ្វើកំណែទម្រង់សង្គមខ្មែរឲ្យមានទំនើបកម្មតាមរយៈការលុបបំបាត់របបទេសភាកាត់បន្ថយអំណាចមន្ត្រីសក្តិភូមិអំណាចក្រុមរាជវង្សានុវង្សប្រព័ន្ធរដ្ឋបាលរៀបចំនួនម្ចាស់កម្មសិទ្ធិរៀបចំប្រព័ន្ធពន្ធដារថ្មីការចុះបញ្ជីដីធ្លីផ្លាស់ប្ដូរទំនៀមទម្លាប់បារាំងបានជួយចងក្រងនិងផ្សព្វផ្សាយពីអរិយធម៌វប្បធម៌របស់ខ្មែរទៅកាន់ពិភពលោកឲ្យគេបានស្គាល់រៀបចំអលមានការសិក្សាក្នុងរាជវង្សព្រះបាទស៊ីសុវត្ថិបានរៀបចំកសាងប្រព័ន្ធផ្លូវគមនាគមន៍ផ្លូវដែកនិងស្ពាននៅក្នុងរាជព្រះបាទស៊ីសុវត្ថិមុនីវង្សបារាំងបានគូសផានទីដងរែកឆ្នាំ1908ទុកជាប្រយោជន៍មានការចងក្រងប្រវត្តិខាតជាដើមចំពោះចំណុចអវិជ្ជមានជីវភាពប្រជាជនកាន់តែក្រីក្រជំរុតទារពន្ធយ៉ាងធ្ងន់ធ្ងរធ្វើឲ្យប្រជារាស្ត្រពលរដ្ឋមានគម្លាតរវាងអ្នកមាននិងអ្នកក្រអ្នកទីក្រុងនិងអ្នកជនបទការប្រជាពលរដ្ឋខ្មែរឲ្យបម្រើយោធាក្នុងសង្គ្រាមលើកទី1និងលើកទី2ធ្វើឲ្យស្លាប់អស់ជាច្រើនបារាំងប្រមូលយកវត្ថុកេតនភណ្ឌរបស់ខ្មែរទៅស្រុកបារាំងនៅថ្ងៃទី31ខែមករាឆ្នាំ1939បារាំងបានដាក់បញ្ចូលកោះត្រល់ទៅក្នុងដែនរដ្ឋបាលកូសាំងស៊ីនថ្ងៃទី4មិថុនា1949បារាំងបានកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាមតោះយើងមកមើលចម្លើយសំណួរទី3វិញម្ដងចម្លើយទី3រៀបរាប់ពីមូលហេតុនិងផលវិបាកនៃសង្គ្រាម1970ដល់1975ក្នុងរបបសាធារណរដ្ឋខ្មែរមូលហេតុនៃការកើតសង្គ្រាមរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុនៅថ្ងៃទី18ខែមិនិនាឆ្នាំ1970ការអនុវត្តនយោបាយអព្យាក្រឹតមិនចំទិសដៅឥទ្ធិពលនៃសង្គ្រាមត្រជាក់ការបង្កើតរណសិរ្សរួបរวมជាតិកម្ពុជាការចរចារវាងរណសិរ្សបង្រួមជាតិនិងរដ្ឋាភិបាលសាធារណរដ្ឋមិនចុះសម្រុងគ្នាមានអំពើពុករលួយបក្សពួកនិយមកុបកម្មពេញប្រទេសការជ្រៀតជ្រែករបស់វៀតណាមចិនសហរដ្ឋអាមេរិក
ក្នុងនយោបាយខ្មែរមានមន្ត្រីក្បត់បះបោរ ផលវិបាកនៃសង្គ្រាមផលវិបាកខាងនយោបាយកម្ពុជាបាត់បង់កេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិអស្ថិរភាពនយោបាយធ្វើឲ្យប្រជាជនបាត់បង់ជំនឿលើថ្នាក់ដឹកនាំកម្ពុជាបាត់បង់ឯករាជ្យអធិបតេយ្យភាពបូរណភាពទឹកដីមានការផ្លាស់ប្ដូរនយោបាយជាញឹកញាប់ជាការបើកផ្លូវឲ្យខ្មែរក្រហមឡើងកាន់អំណាចដែលនាំឲ្យប្រទេសទៅរកការកាប់សម្លាប់រង្គាលក្នុងរបបប្រល័យពូជសាសន៍ផលវិបាកខាងសេដ្ឋកិច្ចរោងចក្រសហគ្រាសត្រូវបិទទ្វារដីស្រែចម្ការទុកទំនេរចោលទិន្នផលធ្លាក់ចុះទំនិញឡើងថ្លៃអតិផរណាផ្លូវស្ពានថ្នល់ត្រូវបានខូចខាតសេដ្ឋកិច្ចជាតិមានការធ្លាក់ចុះផលវិបាកខាងសង្គមសម្រាប់មនុស្សជាង1លាននាក់ប្រជាជនភៀសខ្លួនពីជនបទចូលមកទីក្រុងរស់នៅរងទុក្ខវេទនាសង្គ្រាមមិនសល់ទុកនៅក្មេងកំប្រាស្ត្រីមេម៉ាយចាស់ជរាជនពិការគ្រឹះស្ថានសិក្សាវត្តអារាមត្រូវបិទទ្វារធ្វើឲ្យកើតមានអំពើពុករលួយអយុត្តិធម៌អនាធិបតេយ្យទូទាំងប្រទេសចម្លើយនៃសំណួរទាំង3របស់យើងចប់ត្រឹមតែប៉ុណ្ណេះសូមអរគុណចំពោះការទស្សនាវីដេអូនេះរហូតដល់ចប់ប្រសិនបើមានចំណុចខ្វះខាតត្រង់ណាសូមមេត្តាអធ្យាស្រ័យផងប្រសិនបើបងប្អូនចង់ទទួលបានវីដេអូថ្មីៗសូមជួយចុច Subscribe និង Like ម្នាក់មួយផងជាចុងក្រោយសូមជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ចសូមអរគុណ